ចាអូខេសម្រាប់ពុកម៉ែបងប្អូនដែលគាត់បានចូលមើលការ live របស់នាងខ្ញុំហើយកុំភ្លេចជួយ like share ម្នាក់មួយផងចាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់បានចូលមើលក្នុង channel YouTube របស់នាងខ្ញុំកុំភ្លេចជួយ subscribe channel YouTube ទាំងអស់គ្នាចាដើម្បីឲ្យនាងខ្ញុំចាមានវីដេអូថ្មីផ្សេងទៀតដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញពីការបង្ហាញចាប្រភេទផ្ទះនីមួយៗនៅក្នុងបរិយា XM Lucky Home ផងដែរចាអញ្ចឹងសម្រាប់ពេលនេះនាងខ្ញុំបង្ហាញប្រភេទផ្ទះ Villa Tall ចាដែលមានទំហំដី10 បណ្ដោយ 19 ណានៅខាងមុខនេះតែម្ដងចាប្រភេទផ្ទះនេះគឺមានទំហំសាច់ផ្ទះគឺ8 ម៉ែត្របណ្ដោយ 10 ម៉ែត្រកន្លះចាហើយខាងមុខផ្ទះគឺធំទលីស្អាតចាសម្រាប់ការក្រាលការដឡាអីគឺដូចផ្ទះគំរូនេះអញ្ចឹងចាគឺស្អាតខ្លាំងមែនតើពុកម៉ែណាចាហើយនឹងមានការហ្វ្រីជូនជាមួយនឹងសួនច្បារមួយចំហៀងក៏ដូចជាការដាំដើមឈើមួយដើមឲ្យពុកម៉ែបងប្អូនតែម្ដងចាព្រោះដោយសារតែការដាំដើមឈើនេះដើម្បីឲ្យពេលដែលវាធំទៅគឺមកលុបផ្ទះយើងចាទៅឈឹងទៅឆៃស្អាតតែម្ដងពុកម៉ែណាចាហើយសម្រាប់ប្រភេទផ្ទះនេះគឺមានចាបន្ទប់កេង4និងបន្ទប់ទឹក5ចាមានការហ្វ្រីជូនជាច្រើនដូចជាការហ្វ្រីជូនជាមួយនឹងរបងជុំវិញចាក៏ដូចជាការហ្វ្រីជូនសួនចាហើយខាងក្នុងផ្ទះគឺមានការហ្វ្រីជូនជាមួយនឹងម៉ាស៊ីនត្រជាក់ទូទឹកកកម៉ាស៊ីនបោកកៅអៅទូជាក្រានបាយមួយឈុតនិងទូតាំងមួយឈុតផងដែរបងប្អូនទាំងអស់គ្នាចាអូយល្អខ្លាំងមែនតើសម្រាប់ប្រភេទផ្ទះនេះណាចាអញ្ចឹងតោះឥឡូវយើងចូលទៅមើលខាងក្នុងចាចូលទៅមើលខាងក្នុងទាំងអស់គ្នាអូខេចាមកដល់ខាងក្នុងគឺធំទលាយស្អាតពុកម៉ែណាធំទលាយស្អាតចាបងប្អូនចាដែលគាត់ទៅតែមានគ្រួសារឬក៏គាត់អត់ទាន់មានគ្រួសារតែគាត់ចង់ទិញផ្ទះណាចាគាត់អាចជ្រើសរើសប្រភេទផ្ទះនេះបានចាព្រោះដោយសារប្រភេទផ្ទះនេះបងប្អូនទិញហើយចាមិនចាំបាច់ទៅចំណាយលុយទិញផ្ទះដែលធំជាងនឹងទៀតទេចាព្រោះដោយសារតែប្រភេទផ្ទះនេះគឺល្មមគ្រួសារធំគាត់អាចជ្រើសរើសនៅបានតែម្ដងចាអ្នកដែលគាត់មានជីវភាពមធ្យមឬក៏ទាបអីគាត់អាចជ្រើសរើសប្រភេទផ្ទះនេះបានណាចាហើយសម្រាប់បរិវេណខាងក្រោមនេះគឺធំទលាស្អាតអាចរៀបចំដេកបានជាតុទូសឡុងអីផ្សេងចាហើយរួមជាមួយនឹងការនេះបរិយបានហ្វ្រីជូនជាមួយនឹងអំពូលភ្លើងសំយ៉ុងនេះគឺស្អាតខ្លាំងមែនតើចាហើយសម្រាប់ការរៀបចំពីដានខាងលើគឺពីដាន2ជាន់ចាអមជាមួយនឹងអំពូលភ្លើងជុំវិញស្អាតណាចាបងប្អូនទាំងគ្នាមើលឃើញរៀងព្រាកហ្នឹងដោយសារតែវាកង់ជាមួយនឹងពលឺភ្លើងចាតាមពិតភ្លើងនឹងអត់មានព្រីអីណាចាតាអញ្ចឹងមកបាយខាងក្រៅនេះគឺចាទីធ្លាធំទលាយអាចរៀបចំជាកន្លែងតុកញ៉ាំអាហារបានឬក៏ពុកម៉ែបងប្អូនចាតាមចំណង់ចំណូលចិត្តដែលគាត់ចង់ដេកផ្ទះបន្ថែមទៀតគាត់អាចដេកបានណាចាអញ្ចឹងនៅខាងក្រោមគឺមានបន្ទប់គេងមួយចាបន្ទប់ទឹក2នៅខាងក្រោមណាពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងរៀបរាល់ឡើងសម្រាប់ប្រភេទផ្ទះនេះណាតម្លៃពេញគឺត្រឹមតែចា$95,000តែប៉ុណ្ណោះពុកម៉ែបងប្អូនទាំងអស់គ្នាជាប្រភេទផ្ទះវីឡាតូប្រាក់ក្បឿងជាប្រភេទការសាងសង់ប្រភេទផ្ទះឥត20ចាហើយសម្រាប់តម្លៃបងផ្ដាច់វិញតែម្ដងគឺមានការប្រម៉ូសិនបញ្ចុះតម្លៃបានច្រើនខ្លាំងមែនតើពុកម៉ែណាការបញ្ចុះតម្លៃរហូតដល់$30,000ចាសម្រាប់អតិថិជនគាត់បងផ្ដាច់ចាគឺនៅសល់ត្រឹមតែ$65,000តែប៉ុណ្ណោះពុកម៉ែបងប្អូនទាំងអស់គ្នាចាស្រឡាញ់ឬរាន់អាចអញ្ជើញមកមើលទីតាំងបានហើយបើសិនជាពុកម៉ែបងប្អូនចង់ចរចាតម្លៃគឺអាចចរចាតម្លៃបានចុះជាងនឹងតិចតួចទៀតស្រេចលើការបងរបស់ពុកម៉ែបងប្អូនចានឹងការស្រឡាញ់របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះចាអញ្ចឹងមិនមែនថាយើងប្រកាសប៉ុណ្ណឹងហើយគឺតម្លៃនៅតែប៉ុណ្ណឹងឯណាចាគឺអាចមានចុះជាងនឹងតិចតួចអញ្ចឹងអាស្រ័យលើការស្រឡាញ់ពេញចិត្តរបស់ពុកម៉ែបងប្អូនអាចមកចរចាបានណាចាជាមួយនឹងក្រុមហ៊ុនតែម្ដងចាឬរ៉ាឡើងសម្រាប់ពុកម៉ែបងប្អូនចាប់អារម្មណ៍ប្រភេទផ្ទះវីឡាតូលនេះចាតោះឥឡូវនេះខ្ញុំជូនទៅខាងក្រោយគឺជាផ្ទះបាយចាសម្រាប់ផ្ទះបាយគឺយើងមានទ្វារបិទចិត្តតែម្ដងចាដើម្បីពេលដែលយើងចម្អិនអាហារគឺអត់មានក្លិនអត់មានផ្សែងចូលទៅខាងក្នុងផ្ទះរបស់យើងទេចាគឺនេះគឺគេបិទអញ្ចេះណាពុកម៉ែចានេះអាចបិទអញ្ចឹងបានចាហើយសម្រាប់ផ្ទះបាយនេះគឺមានការហ្វ្រីជូនជាមួយនឹងទូចាដាក់ចានឆ្នាំងនៅខាងក្រោយនេះទៀតចាដោយសារផ្ទះគំរូនេះគេអត់ធ្វើទេចាប៉ុន្តែជាក់ស្ដែងគឺមានណាបងប្អូនចាហើយខាងនេះគឺប្អួយដែលយើងអាចបង្ហាញខ្យល់ចេញទៅខាងក្រៅបានចាអ្នកខ្លះគាត់ទិញទេហើយគាត់ពិបាកក្នុងការរៀបចំកន្លែងតុកកន្លែងចង្ក្រានជើងឆ្នាំងយើងគឺពិបាកមានន័យថាគាត់ទិញផ្ទះមួយចំនួនគឺវាហប់វាអត់មានខ្យល់អត់មានម៉ាស៊ីនបឺត
ខ្លាបិទក្លិនបិទខ្សែងអីចឹងណាចាតែនេះអត់អីទេណែទ្វារឡើងប៉ុណ្ណានៅខាងក្រៅនេះទៀតចាទ្វារឲ្យប្រអួយធំទៀតខាងក្រៅនេះបងប្អូនអាចយកឡាយកឡានៅអូយអធិស្ស្រ័យចាយកអូសម៉ូតូអូសកង់វ៉ាវ៉ាន់អីដែលអាចយកមកដាក់ខាងក្រៅបានយើងដាក់ទៅណាដើម្បីកុំឲ្យឆ្អៀតចឹងយើងអាចដាក់ខាងក្រៅនេះបានចាអញ្ចឹងសម្រាប់ប្រភេទផ្ទះនេះជាន់ផ្ទាល់ដីគឺមានកម្ពស់រហូតដល់ចា4ម៉ែត្រចាគឺធំហើយមានកម្ពស់ខ្ពស់គឺស្រឡះចាហើយប្អួយវិញគឺមានគ្រប់ច្រកអញ្ចឹងបងប្អូនដែលស្រឡាញ់ប្រភេទផ្ទះនេះណាអាចរស់រានតាន់ពេលវេលាតម្លាក់លេខតម្លាក់ទីតាំងចាតម្លាក់លេខតម្លាក់ទីតាំងចាហើយអញ្ជើញមកមើលទីតាំងនៅតំបន់អង្គស្នួរក្រៅសាអង្គស្នួរយើងទេចាបងប្អូនដែលគាត់នៅក្រុងភ្នំពេញគាត់អាចធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវមកក៏បានចូលតាមវត្តភ្នៀតចាអ្នកដែលគាត់នៅខាងឈុកវ៉ាអីគឺចិត្តចាចិត្តដូចគ្នាចាហើយបើសិនជាពុកម៉ែបងប្អូនអញ្ជើញមកមើលទីតាំងអាចខលមកលេខខាងក្រោមបានដើម្បីទទួលបាន Google Map ណាចាតោះឥឡូវយើងទៅមើលខាងលើតែម្ដងអញ្ចឹងពុកម៉ែបងប្អូនដែលគាត់ចាប់អារម្មណ៍ហើយណាចាកុំចាំយូរពេកចាព្រោះដោយសារទីតាំងផ្ទះប្រភេទផ្ទះនីមួយៗគឺនៅសល់តិចចាអញ្ចឹងនេះខ្ញុំសូមរៀបរាប់អំពីខាងលើនេះចាសម្រាប់ខាងលើគឺមានបន្ទប់3ចាទល់មុខគ្នាតែម្ដងហើយគ្រប់បន្ទប់នីមួយៗគឺមានបន្ទប់ទឹករៀងៗខ្លួនចាអញ្ចឹងគឺល្អខ្លាំងមែនតើពុកម៉ែណាចារស់រានចាអញ្ចឹងនេះខ្ញុំសូមបញ្ជាក់អំពីចាសក្តានុពលនៅខាងក្នុងបុរីតែម្ដងចាយើងមើលរូបភាពបដានេះខ្ញុំបញ្ជាក់ពីសក្តានុពលក្នុងបុរីបដាចាអញ្ចឹងសម្រាប់បុរី XM Lucky Home នេះចាស់គឺមានទំហំរហូតដល់ជាង100ហិកតាចាដែលសាងសង់នៅលើផ្ទៃដី100ហិកតានេះគឺធ្វើផ្ទះប្រភេទវីឡាតូលទាំងអស់ចាសម្រាប់ប្រភេទវីឡាតូលចាគឺមានរហូតដល់ជាងចាស់7000ផ្ទះឯណោះចាច្រើនខ្លាំងមែនតើហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតចាបុរីបានរៀបចំជាសាលារៀនមន្ទីរពេទ្យនៅខាងក្នុងបុរីចាក៏ដូចជាសួនកំសាន្តសួនទឹកកន្លែងហាត់ប្រាណចាក៏ដូចជាផ្សារមានជាច្រើនកន្លែងសម្រាប់ឲ្យពុកម៉ែបងប្អូនកំសាន្តហើយយើងមានផ្សារដើម្បីទិញទំនិញចាហើយនៅខ្ទង់ខែ6នេះចាផ្សារយើងគឺបើកដំណើរការខ្លះហើយចាតកតងជាមួយនឹងផ្សារហើយតកតងជាមួយនឹងផាប់កាហ្វេអីផ្សេងចាគឺចាប់ផ្ដើមបើកណាចាហើយសម្រាប់អតិថិជនដែលគាត់ចាចង់បានផ្ទះប្រភេទវីឡាតូនេះចាអាចរស់រានមកជ្រើសទីតាំងបានចាហើយជាពិសេសមួយទៀតសម្រាប់នៅក្នុងបុរីចាគឺមានការសាងសង់រៀបចំជាសួនកំសាន្តមានកន្លែងចំសត្វចាស់មានកន្លែងលេងទឹកមានឆ្នេរអីផ្សេងចាស់មិនមែនចេះតែនិយាយពុកម៉ែបងប្អូនណាគឺចាញ់រូបរាងបាន20-30% ហើយចាអញ្ចឹងរូបរាងដែល100%នោះគឺនឹងចាញ់នៅក្នុងពេលឆាប់នេះហើយចាហើយនឹងខ្ញុំក៏នឹងមានការបង្ហាញពីកន្លែងសួនសត្វហ្នឹងតិចតួចដែរចាប៉ុន្តែអត់បានបង្ហាញក្នុងការ live ទេតែពុកម៉ែបងប្អូនអាចតាមដានមើលបានចា live page ម្នាក់មួយទៅឬក៏ពុកម៉ែបងប្អូនគាត់មើលតាម channel គាត់អាច subscribe channel ម្នាក់មួយទៅដើម្បីតាមដានការបង្ហាញគ្រប់ទីតាំងតំបន់នីមួយៗនៅក្នុងបុរី XM Lucky Home តែម្ដងចាអញ្ចឹងរស់រានណាចារស់រានឲ្យតាន់ពេលវេលាចាតម្លៃធូរថ្លៃនៅមានតិចទេណាចាបងផ្ដាច់តែ 65000 បានប្រភេទផ្ទះវីឡាតូលប្រក់ក្បឿងចាຂະຫນາດផ្ទះអត់20ចារួមជាមួយនឹងចាបន្ទប់កេង4បន្ទប់ទឹក5ចាហើយជាពិសេសអូខេចប់សោចាជាពិសេសចាមានរបង free ជូនពុកម៉ែបងប្អូនជុំវិញតែម្ដងចានឹងមានសួនផងដែរចាហើយសម្រាប់ការ free ជូនវិញគឺមានការថែមជូនម៉ាស៊ីនត្រជាក់ទូទឹកកកម៉ាស៊ីនបោកកៅអៅទូចក្រានបានលើក្រោមនិងទូតាំងមួយឈុតចាហើយសម្រាប់អតិថិជនដែលគាត់បង់រំលោះគាត់នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី$7000រហូតដល់$14000ពុកម៉ែណាចាអញ្ចឹងគឺល្អខ្លាំងមែនទែនសម្រាប់អតិថិជនដែលគាត់ចង់បានណាចង់បង់រំលោះក៏បានបង់ផ្ដាច់ក៏បានដែរចាហើយនេះគឺជាទីតាំងផ្សារនិង showroom ផ្សេងដែលនឹងខ្ញុំថតពីលើមកនេះវារៀងបាំងដើមឈើបន្តិចព្រោះដោយសារតែក្នុងបុរីគឺមានការដាំដើមឈើច្រើនចាសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចាស្រឡាញ់ប្រភេទដើមឈើច្រើនធំស្កឹមស្កៃអីចឹងណាគាត់អាចជ្រើសរើសប្រភេទបុរីនេះបានចាហើយសម្រាប់ផ្លូវវិញគឺផ្លូវអធិស្ឋាន
សម្រាប់ផ្លូវនេះគឺធ្វើជាផ្លូវបេតុងចាផ្លូវ10ម៉ែត្រចាតូចជាងគេហើយសម្រាប់ផ្លូវធំគឺមានផ្លូវភ្លោះ20ម៉ែត្រនិងផ្លូវភ្លោះ30ម៉ែត្រគឺជាផ្លូវកស៊ូចានៅក្នុងបរិយាកាត់ខ្វាត់ខ្វែងនៅក្នុងបរិយាយើងតែម្ដងចាអញ្ចឹងរួចរាល់ណាសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ប្រភេទផ្ទះនេះចាអាចទំនាក់ទំនងមកតាមលេខទូរស័ព្ទនៅខាងក្រោមបានចាតោះឥឡូវនេះខ្ញុំនឹងជួយពុកម៉ែបងប្អូនចុះទៅមើលខាងក្រោមវិញណាចាយើងសង្ខេបណាព្រោះយើងចុះទៅខាងក្រោមវិញនាងខ្ញុំនិយាយរៀងតិចដែរចាដើម្បីឲ្យពុកម៉ែបងប្អូនមានចង្អល់អីអាច comment នៅក្នុងវីដេអូរបស់នាងខ្ញុំតិចនេះតែម្ដងចាអូយមួយថ្ងៃនេះនិយាយរៀងជាប់មាត់រហូតពុកម៉ែបងប្អូននិយាយជាប់មាត់រហូតនេះចាតោះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ណាបងប្រុសបងស្រីចាបងប្រុសបងស្រីដែលគាត់មានលទ្ធភាពគាត់ចង់បង់ផ្ទះណាគាត់អាចមកជ្រើសរើសទីតាំងនៅខាងក្រៅផ្សារអង្គស្នូបានចាប្រភេទសិតតែផ្ទះវិឡាតូតែម្ដងចាតម្លៃធូរថ្លៃខ្លាំងមែនតើចាសម្រាប់នៅក្នុងបរិយាគឺមានទីតាំងជាច្រើនដែលពុកម៉ែបងប្អូនទិញហើយចាគឺអាចកំសាន្តបានក៏ដូចជាការរស់នៅគឺបែបស៊ីវិល័យទំនើបតែម្ដងចាស់ពូការរៀបចំនៅខាងក្នុងបរិយាគឺមិនមែនមានតែផ្ទះចាឲ្យពុកម៉ែបងប្អូននៅហើយអត់មានផ្សារអត់មានកន្លែងកំសាន្តទេណាចាគឺមានគ្រប់សពបែបយ៉ាងតែម្ដងសម្រាប់ប្រទេសជនដែលគាត់ស្រឡាញ់ប្រភេទផ្ទះប្រភេទវិឡាតូស្រឡាញ់ប្រភេទផ្ទះដែលរស់នៅបែបស៊ីវិល័យចាមានដើមឈើអមជុំវិញចាហើយក៏ដូចជាចាត្រជាក់ស្រួលអីចឹងណាហើយមានកន្លែងកំសាន្តផ្សេងកន្លែង picnic កន្លែងលេងទឹកកន្លែងពេទ្យសាលារៀនអីចាអាចមកជ្រើសរើសទីតាំងនៅបូរី XM Lucky Home បានចាហើយកុំភ្លេចខលមកលេខខាងក្រោមដើម្បីទទួលបានព័ត៌មានលម្អិតក៏ដូចជាការចាប្រម៉ូសិនផ្សេងផងដែរចាហើយមើលហើយកុំទុកយូរពេកពុកម៉ែណាទៅទុកយូរពេកហ្នឹងប្រម៉ូសិនវាហួសទៅបាត់ហ្នឹងពិបាកខាង line នៅក្នុង page line នៅក្នុង channel តម្លៃផ្សេងដល់ពេលមកមើលតម្លៃផ្សេងណាចាព្រោះនឹងខ្ញុំធ្លាប់មានអតិថិជនគាត់តាមដានយូរអញ្ចឹងទៅគាត់អត់ទាន់ដឹងថាតម្លៃឡើងតម្លៃអីអញ្ចឹងណាអញ្ចឹងក៏ពិបាកដែរអញ្ចឹងកុំឲ្យចាំយូរពេកណាព្រោះដោយសារតាប្រភេទផ្ទះនីមួយៗគឺឡើងថ្លៃចាឡើងថ្លៃជាឱកាសល្អសម្រាប់ពុកម៉ែបងប្អូនដែលបានមើលហើយនឹងអញ្ជើញមកមើលទីតាំងឆាប់តែម្ដងចាចាពុកម៉ែបងប្អូនទាំងអស់គ្នាណាសម្រាប់ប្រភេទផ្ទះក្បឿងនេះនាងខ្ញុំសូមបញ្ជាក់ជូនតកតងជាមួយនឹងទំហំដីនិងទំហំផ្ទះចាសម្រាប់ប្រភេទដីគឺ10បណ្ដោយ19ហើយសម្រាប់សាច់ផ្ទះគឺ8ម៉ែត្របណ្ដោយ10ម៉ែត្រកន្លះចាប្រភេទផ្ទះនេះគឺមានបន្ទប់គេង4បន្ទប់ទឹក5ចាហើយសម្រាប់ទិដ្ឋភាពនៅខាងក្នុងបរិយាគឺមានការសាងសង់បានច្រើនខ្លាំងមែនទែនចាតកតងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវលូប្រព័ន្ធលូចាប្រព័ន្ធភ្លើងអីគឺចាប់ផ្ដើមតភ្ជាប់បដាហើយចាដូចនៅខាងមុខនេះខ្ញុំនេះគឺជាផ្សារចាផ្សារហ្នឹងដូចជាផ្សារ TK អញ្ចឹងចាហើយក៏មាន showroom ចានៅខាងក្នុងនឹងផងដែរដើម្បីឲ្យពុកម៉ែបងប្អូនបានអញ្ជើញមកមើលគម្រោងបរិយាចាគឺយើងអាចចូលមកទស្សនានៅខាងក្នុង showroom យើងផងដែរចាអញ្ចឹងឥឡូវនេះខ្ញុំបង្វែរមកមើលផ្ទះយើងវិញចាសម្រាប់ប្រភេទផ្ទះនេះចាគឺមានការ free ជូនជាមួយនៅរបងជុំវិញតែម្ដងចាហើយជាពិសេសគឺមានការក្រាលកាឡាខាងមុខនេះគឺមកស្អាតតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាណាចាសម្រាប់បរិវេណខាងមុខបើយើងគិតដល់ចំណុចខាងក្នុងតែម្ដងចាគឺមានប្រវែងរហូតដល់ជាង10ម៉ែត្រឯណោះចាគឺធំខ្លាំងមែនតើចាសម្រាប់អតិថិជនគាត់មានឡានប្រភេទឡានធំគឺអាចចូលនៅខាងក្នុងដល់ផុតតែម្ដងចាអត់ភ័យខ្លាចដល់សារកតុយទេណាចាបើប្រភេទឡានប្រុងវិញគឺបានរហូតដល់2គ្រឿងចាហើយរួមជាមួយនឹងការ free ជូនចាជាសួនច្បារនៅចំចំហៀងខាងនេះមួយទៀតចាសម្រាប់សួនច្បារនេះចាក៏មានជាការដាំដើមឈើឲ្យពុកម៉ែបងប្អូនមកដើមផងដែរចាដើម្បីឲ្យពេលដែលដើមឈើនេះកាន់តែរីកលូតលាស់ធំចាគឺមានការមលុបចាមកលុបនៅខាងមុខផ្ទះរបស់យើងគឺស្រស់ស្អាតខ្លាំងមែនតើពុកម៉ែណាចាហើយប្រភេទផ្ទះនេះចាគឺមានការសល់ space ចំហៀងសងខាងនេះគឺ1ម៉ែត្រតែម្ដងចាស្អាតខ្លាំងមែនតើពុកម៉ែចាតោះឥឡូវយើងចូលទៅមើលខាងក្នុងតែម្ដងថាតើនៅខាងក្នុងមានការរៀបចំខាងក្នុងនឹងអីគេខ្លះណោះចាតោះឥឡូវយើងចូលមើលខាងក្នុងអូខេចាឥឡូវចូលមកដល់ខាងក្នុងពុកម៉ែបងប្អូនណាចានេះកុំភ្លេចជួយ like share ម្នាក់មួយចាបើសិនជាពុកម៉ែបងប្អូនបានទស្សនាមើលតាម channel YouTube របស់នាងខ្ញុំកុំភ្លេចជួយ subscribe channel YouTube នាងខ្ញុំម្នាក់មួយផងណាចាអញ្ចឹងចូលមកដល់ខាងក្នុងគឺពុកម៉ែបងប្អូនអាចរៀបចំជាសាឡុងបន្ទប់ទទួលភ្ញៀវបានចាធំទូលាយស្អាតតែម្ដងចាហើយអមជាមួយនឹងការបំពាក់អំពូលភ្លើងស្រស់ស្អាតតែម្ដងចា
ចឹងឬរាល់ណាសម្រាប់អតិជនដែលចង់បានប្រភេទផ្ទះវិឡាតូលខ្នាតធំនេះ4កន្ទប់កេង5កន្ទប់ទឹកណាសម្រាប់អតិជនដែលមានសមាជិកច្រើនចាអាចឬរាល់មកមើលទីតាំងបានចានៅខាងក្រោយផ្សារអង្គស្នួរយើងទេចានៅតាមបណ្ដោយផ្លូវជាតិលេខ4យើងនេះចាបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អាចឬរាល់មកមើលប្រភេទផ្ទះនេះទីតាំងល្អៗនៅមានតិចចាឬរាល់ណាចាអញ្ចឹងសម្រាប់បរិវេណខាងក្រោមនេះបងប្អូនអាចរៀបចំជាបន្ទប់ទទួលភ្ញៀវដូចនៅផ្ទះគំរូដែលនាងខ្ញុំបានបង្ហាញនេះអញ្ចឹងចាហើយជាពិសេសចានៅខាងក្រោមគឺមានបន្ទប់គេងនិងបន្ទប់ទឹកនៅខាងក្រោមនេះមួយបន្ទប់ទៀតចាអញ្ចឹងធ្វើឲ្យពុកម៉ែបងប្អូនដែលគាត់មានសមាជិកចាស់អីចឹងណាចាគាត់ចង់សម្រាប់នៅខាងក្រោមនេះក៏អត់ចង់ឡើងចណ្ដើរពិបាកចាអាចជ្រើសរើសបន្ទប់នៅខាងក្រោមបានចាហើយសម្រាប់ខាងនេះគឺជាបន្ទប់ទទួលភ្ញៀវចាបន្ទប់ទឹកណាបន្ទប់ទឹកសម្រាប់ទទួលភ្ញៀវចាសម្រាប់អតិជនដែលគាត់ចាស់មានភ្ញៀវអីមកលេងអីគាត់អាចប្រើប្រាស់បន្ទប់នឹងបានតែម្ដងចាតោះឥឡូវនេះខ្ញុំចូលទៅមើលបន្ទប់គេងនេះសិនចាអញ្ចឹងសម្រាប់បន្ទប់គេងនេះណាចាគឺធំទូលាយស្អាតពុកម៉ែបងប្អូនអាចរៀបចំចាដូចជាការរៀបចំតុទូស្លុងអីផ្សេងនៅខាងក្នុងនេះគឺបានច្រើនដែរចាហើយពុកម៉ែបងប្អូនអាចមើលជាក់ស្ដែងហើយប្រភេទក្រែដែលនាងខ្ញុំថតនៅខាងមុខនេះគឺ1.8ម៉ែត្រចាអញ្ចឹងវារៀងធំដែរប៉ុន្តែពេលដែលដាក់ក្រែហើយគឺនៅសល់ space ធំនៅចំហៀងនេះចាអញ្ចឹងពុកម៉ែបងប្អូនអាចរៀបចំបានច្រើនផ្សេងទៀតតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនតែម្ដងណាចាហើយនៅចំហៀងខាងនេះចាក៏អាចរៀបចំជាទូកៅអៅអីផ្សេងចឹងទៅចាហើយមានបង្អួចធំទូលាយចាមានខ្យល់បរិយាកាសចេញចូលនៅក្នុងបន្ទប់គឺ fresh តែម្ដងចាអត់មានការហប់អត់មានការតានតឹងអីទេចាហើយជាពិសេសសម្រាប់ជាន់ផ្ទាល់ដីនេះគឺមានកម្ពស់ខ្ពស់ស្រឡះតែម្ដងមានកម្ពស់រហូតដល់4ម៉ែត្រណាចាហើយខាងក្រៅនេះចាគឺបន្ទប់ទឹកធំទូលាយចាសម្រាប់បន្ទប់ទឹកនេះណាអាចដាក់រៀបចំបានផ្សេងទៀតបើសិនជាពុកម៉ែបងប្អូនចង់ធ្វើជាអាងងូតទឹកអីផ្សេងណាចាអាចរៀបចំបានចាប៉ុន្តែបរិយគាត់បានរៀបចំប៉ុណ្ណឹងជូនចាព្រោះប្រភេទផ្ទះនេះចាមើលទៅរៀងសាមញ្ញប៉ុន្តែថ្លៃថ្នូរណាពុកម៉ែបងប្អូនចាចូលមកគឺយើងអត់ញ៉ៃសាំញ៉ាំច្រើនហើយជាពិសេសនៅក្នុងផ្ទះគឺទលាយស្អាតចាទលាយស្អាតតែម្ដងឥឡូវនេះព្រោះដោយសារយកមិញរៀងសัตว์ដល់អញ្ចឹងទៅអត់តមានអ្នកមកសម្អាតរៀងឃើញបន្តិចណាអតិជនចាភ្លៀងអញ្ចឹងទៅមេឃភ្លៀងចូលចាអញ្ចឹងទៅវារៀងក្រិចបន្តិចប៉ុន្តែអត់អីទេចាដោយសារតែសัตว์មេឃភ្លៀងចូលចាហើយខាងនេះគឺចាផ្ទះបាយចាសម្រាប់ផ្ទះបាយនេះគឺមានបង្អួចដែលស្រូបខ្យល់ចេញទៅខាងក្រៅបានចារៀបចំជាបង្អួចចាផ្ទះបាយនេះមានប្រវែងរហូតដល់ចា2ម៉ែត្រចាខាងក្រៅយើងលយបាន2ម៉ែត្រណាចាហើយជាពិសេសគឺមានទ្វារបិទបើកនៅខាងក្រៅនេះអត់ឲ្យមានក្លិនចេញទៅខាងក្រៅចេញទៅចូលក្នុងផ្ទះរបស់យើងទេចាគឺស្អាតខ្លាំងមែនទែនប្រភេទផ្ទះនេះណាហើយចំហៀងខាងនេះគឺមានទ្វារចេញទៅខាងក្រៅផ្ទះចាសម្រាប់ក្រៅផ្ទះរបស់យើងគឺសារ space ធំទូលាយដែរចា space ក្រៅផ្ទះចាអាចអូសម៉ូតូយកមកដាក់ខាងក្រៅក៏បានសម្ភារៈផ្សេងតែពុកម៉ែបងប្អូនអត់ប្រើប្រាស់ឬក៏ទុកដាក់អីអាចទុកដាក់នៅខាងក្រៅបានចាអញ្ចឹងងាយស្រួលខ្លាំងមែនតើទិញប្រភេទផ្ទះវិឡាតូនេះមួយខ្នងចានឹងនិយាយទៅទំហំផ្ទះក៏ដូចជាការរៀបចំនៅខាងក្នុងផ្ទះបងប្អូនគឺងាយស្រួលក្នុងការរៀបចំចាអញ្ចឹងយើងមើលខាងក្រោមនេះចប់រួចរាល់ចាបន្តិចទៀតនាងខ្ញុំនឹងជូនទៅមើលខាងលើប៉ុន្តែនាងខ្ញុំសូមបញ្ជាក់អំពីចាតម្លៃនិងប្រូម៉ូសិនពិសេសជូនពុកម៉ែបងប្អូនទាំងអស់គ្នាប្រភេទផ្ទះវិឡាតូលប្រាក់ក្បឿងបន្ទប់កេង4បន្ទប់ទឹក5នេះតែម្ដងចាអញ្ចឹងសម្រាប់ប្រភេទផ្ទះនេះណាបើសិនជាពុកម៉ែបងប្អូនចាចង់បង់រំលោះតម្លៃពេញគឺ$95,000ពុកម៉ែបងប្អូនណាចាប្រភេទផ្ទះវិឡាតូលខ្នាតនេះគឺ$95,000សម្រាប់ពុកម៉ែបងប្អូនដែលគាត់បង់រំលោះចាប៉ុន្តែសម្រាប់ការបង់រំលោះពុកម៉ែបងប្អូននឹងទទួលបានការបញ្ចុះតម្លៃចាប់ពី$7,000រហូតដល់$14,000ចា$14,000សម្រាប់ការបង់រំលោះពុកម៉ែណាចាហើយជាពិសេសគឺទទួលបាននៅសម្ភារៈនៅខាងក្នុងផ្ទះមួយចំនួនទៀតចាតកតងជាមួយនឹងមានការថែមជូនម៉ាស៊ីនត្រជាក់ចាស់ទូទឹកកកទូចក្រានបាយលើក្រោមចាស់នឹងទូតាំងខាងមុខ
បន្ទប់ទទួលភ្ញៀវនេះមួយឈុតផងដែរចាសម្រាប់អតិថិជនដែលគាត់ទិញប្រភេទផ្ទះវីឡាតូលຂະຫນាត4កន្ទប់កេងនេះចាហើយជាពិសេសសំណង់ការសាងសង់ជូនពុកម៉ែបងប្អូនគឺមានការរៀបចំឡើងដោយឥត20ពុកម៉ែណាប្រភេទផ្ទះនេះគឺឥត20ចាធានាជូនគុណភាពជូនពុកម៉ែបងប្អូនទាំងអស់គ្នាចាគង់វង្សយូរអង្វែងតែម្ដងប្រភេទគម្រោងរបស់បរិយ XM Lucky Home នាងខ្ញុំតែម្ដងចាតោះឥឡូវឡើងទៅខាងលើហើយបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អីផ្សេងទៀតតាក់ទងជាមួយនឹងគម្រោងចាអាចខមមិនចូលខាងក្រោមវីដេអូរបស់នាងខ្ញុំចាឬក៏ខលមកលេខ Telegram ចាដែលមានលេខនៅខាងលើនេះចា add មកបំបាច់ខលក៏បានដែរ add មកដើម្បីទទួលបានព័ត៌មានលម្អិតផ្សេងទៀតក៏បានដែរចាសម្រាប់អតិថិជនដែលគាត់ចង់ដឹងពី Google Map ចាទីតាំងចាអាច add Telegram មកនេះខ្ញុំនឹងផ្ដល់ព័ត៌មានជូនតាក់ទងជាមួយនឹងទីតាំងចាចឹងរួចរាល់ណាសម្រាប់អតិថិជនឆ្លៃប្រភេទផ្ទះវីឡាតូຂະຫນាតនេះចាឥឡូវនេះខ្ញុំនិយាយអំពីការប្រូម៉ូសិនបងផ្ដាច់ចាអូហូពុកម៉ែបងប្អូនទាំងអស់គ្នាប្រភេទផ្ទះនេះណាអតិថិជនដែលគាត់មានលទ្ធភាពបងផ្ដាច់ណាគឺចំណេញលើចំណេញតែម្ដងចាតោះឥឡូវចូលទៅខាងក្នុងអញ្ចឹងសម្រាប់អតិថិជនដែលគាត់បងផ្ដាច់ណាគឺទទួលបានតម្លៃពិសេសខ្លាំងមែនតែនពុកម៉ែចាសម្រាប់អតិថិជនបងផ្ដាច់គឺមានការបញ្ចុះតម្លៃរហូតដល់$30,000ចាការបញ្ចុះតម្លៃគឺរហូតដល់$30,000អញ្ចឹងរាល់សម្រាប់អតិថិជនជ្រើសរើសការបងផ្ដាច់ណាគាត់មានលទ្ធភាពបងផ្ដាច់គាត់អាចបងផ្ដាច់បានហើយចំណេញខ្លាំងមែនតើការបញ្ចុះតម្លៃបាន$30,000ហើយចាគឺមានការថែមជូនសម្ភារៈនៅក្នុងផ្ទះមួយចំនួនទៀតដូចជាម៉ាស៊ីនត្រជាក់ទូទឹកកកម៉ាស៊ីនបោកកៅអៅទូចក្រានបាយលើក្រោមមួយឈុតនិងទូតាំងមួយឈុតពុកម៉ែណាហើយ free ជូនជាមួយនឹងចាការដាំដើមឈើនៅខាងមុខផ្ទះមានសួនអីមួយចំហៀងទៀតហើយជាពិសេសគឺមានរបងព័ទ្ធជុំវិញតែម្ដងចាហើយអ្វីដែលកាន់តែពិសេសពុកម៉ែបងប្អូនដែលគាត់ទិញផ្ទះហើយគាត់ចង់ចំណាយលុយហើយបានផ្ទះគង់វង្សយូរអង្វែងទៀតគឺឥត20សម្រាប់បុរីគាត់សាងសង់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាគឺឥត20តែម្ដងណាចាធានាជូនតែម្ដងសម្រាប់អតិថិជនបងផ្ដាច់គឺនៅសល់ត្រឹមតែ$65,000តែប៉ុណ្ណោះប្រភេទផ្ទះនេះណាចាបានប្រភេទផ្ទះដែលរឹងមាំចាធានាគុណភាពជាពិសេសប្រម៉ូសិនការថែមជូនបានច្រើនចាហើយពុកម៉ែបងប្អូនដែលចាប់អារម្មណ៍រស់រាន់ណាមកមើលទីតាំងចានៅក្រៅសារអង្គស្នួរយើងទេចានៅក្រៅសារអង្គស្នួរយើងទេចាហើយបើសិនជាពុកម៉ែបងប្អូនចាអត់ដឹងថាសារអង្គស្នួរនៅណាចាជិះមកតាមវងមូចំចៅក៏បានដែរចាជីតាមបណ្ដោយផ្លូវជាតិលេខ4យើងមកហួសសារបើចាដល់សារអង្គស្នួរតែម្ដងចាដល់សារអង្គស្នួរចាប់ពុកម៉ែបងប្អូនបាត់ខាងស្ដាំដៃចាចូលមកត្រង់មកបរិយនៅជាប់ផ្លូវរដ្ឋតែម្ដងចាផ្លូវកស៊ូយើងតែម្ដងចាបរិយជាប់ផ្លូវកស៊ូចាហើយសម្រាប់បរិយគឺមានទំហំធំខ្លាំងមែនទែនចាគឺរហូតដល់100ហិកតាណោះចា100ហិកតាសម្រាប់បរិយចាហើយទីនេះខ្ញុំឲ្យមើលខាងបរិវេណខាងក្រៅបរិយដែលគាត់កំពុងតែសាងសង់ណាចាសម្រាប់បរិយទាំងមូលតែម្ដងសម្រាប់អតិថិជនដែលគាត់ទិញហើយគាត់អត់ចង់ចំណាយពេលទៅខាងក្រៅទៅសាឆ្ងាយចាចង់ទៅហាត់ប្រាណឆ្ងាយអត់ចង់ទៅទេចង់រកកន្លែងហាត់ប្រាណចិត្តហើយអ្នកខ្លះគាត់ទិញហើយគាត់ចង់មានកន្លែង picnic ញ៉ាំអីចុងគ្រួសារកន្លែង romantic ចាកន្លែងអីផ្សេងចឹងទៅចាពុកម៉ែបងប្អូនជ្រើសរើសប្រភេទបរិយ XM Lucky Home អត់ខកបំណងទេណាចាព្រោះដោយសារតែនៅក្នុងបរិយទាំងមូលតែម្ដងចាគឺមានការសាងសង់ចាជាផ្សារទំនើបផ្សារបោះដុំចាសួនច្បារសាលារៀននិងមន្ទីរពេទ្យនៅខាងក្នុងបរិយជាពិសេសគឺមានអាងហាលទឹកក្លឹបហាត់ប្រាណចារួមជាមួយនឹងចាសួនទឹកជូនពុកម៉ែបងប្អូនទាំងអស់គ្នាកំសាន្តផងដែរចាហើយបើសិនជាពុកម៉ែបងប្អូនចង់កំសាន្តបែបលក្ខណៈដូចថាមានឆ្នេរមានអីណាចាគឺល្អខ្លាំងមែនតើព្រោះបរិយក៏កំពុងតែធ្វើការរៀបចំចាជាតំបន់ឆ្នេរនៅក្នុងទឹកដីរបស់បរិយតែម្ដងដើម្បីឲ្យពុកម៉ែបងប្អូនបានលេងទឹកលេងកំសាន្តនៅខាងក្នុងបរិយតែម្ដងចាអញ្ចឹងទិញផ្ទះនៅនេះហើយចាអត់ចាំបាច់ទៅឆ្ងាយទៅកំសាន្តណាឆ្ងាយទេបើសិនជាពុកម៉ែបងប្អូនគាត់អត់ចង់ចូលទៅកណ្ដាលក្រុងអីកោះពេជ្រអីចឹងខ្លាចស្ទះខ្លាចអីចាទិញផ្ទះនៅនេះហើយកំសាន្តនៅក្នុងបរិយយើងតែម្ដងសម្រាប់បរិយនេះថ្ងៃអនាគតទៅចាមិនមែនពុកម៉ែបងប្អូនដែលគាត់ទិញហើយគាត់គ្នាគាត់នៅក្នុងបរិយកំសាន្តតែគ្នាគាត់ទេចាគឺមានអតិថិជននិងមាន
ប្រជាពលរដ្ឋនៅខាងក្រៅបរិយាគាត់តែងតែមកកំសាន្តនៅក្នុងបរិយាយើងតែម្ដងចាព្រោះដោយសារក្នុងបរិយាយើងគឺមានច្រើនខ្លាំងមែនតើចាសម្រាប់ការតាក់ទាញចំណាប់អារម្មណ៍ចាប្រជាពលរដ្ឋមិនថានៅជុំវិញបរិយានៅក្នុងពេញឬក៏នៅតាមខេត្តទេគឺនឹងអញ្ជើញមកលេងនៅខាងក្នុងបរិយាយើងតែម្ដងចាសម្រាប់អតិថិជនតែគាត់ចានៅខាងស្រុកក្រៅណាចាគឺធានាជូនតែម្ដងអតិថិជនប្រកាសជាស្រឡាញ់ចាតកតងជាមួយគម្រោងរបស់បរិយា XM Lucky Home នេះតែម្ដងចាធានាជូនតែម្ដងសម្រាប់អតិថិជននៅក្រៅប្រទេសណាចាសម្រាប់អតិថិជនដែលនៅក្រៅប្រទេសចាឲ្យតែមានអត្តសញ្ញាណប័ណ្ណជាជនជាតិខ្មែរគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចជ្រើសរើសការទិញផ្ទះនៅក្នុងបរិយា XM Lucky Home នេះបានតែម្ដងចាអញ្ចឹងពុកម៉ែបងប្អូនអាចមើលបានណាចាឥឡូវនេះខ្ញុំកំពុងតែឈរនៅពីលើផ្ទះគំរូដែលនេះខ្ញុំបង្ហាញមិញហ្នឹងចាហើយពុកម៉ែបងប្អូនអាចស្លឹងមើលទៅខាងមុខទៅចាគឺមានការសាងសង់បានច្រើនខ្លាំងមែនតើចាតកតងជាមួយនឹងគម្រោងផ្ទះដែលបរិយាបានសាងសង់ឡើងចាហើយខាងមុខនេះគឺជាសួននិងផ្សារចាសម្រាប់ផ្សារក៏មានជាលក្ខណៈដូចផ្សារ TK អញ្ចឹងគឺមាន shop តូចៗចាសម្រាប់អតិថិជនគាត់ជួលដែលគាត់ចង់លក់ដូរអីផ្សេងៗអញ្ចឹងគឺលក្ខណៈដូចថាfresh តែម្ដងចាស្អាតហើយជាពិសេសក៏ showroom អីយើងនៅនឹងដែរហាងកាហ្វេbrand ក៏នៅក្នុងនឹងដែរចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចាអត់តន់សម្រាប់ចិត្តថាទិញទេតែគាត់ចង់មកមើលសិនចាអាចជ្រើសរើសបានណាអាចអញ្ជើញមកមើលតាមការបង្ហាញរបស់នាងខ្ញុំបានហើយកុំភ្លេចណាពុកម៉ែបងប្អូនដែលគាត់បានមើលការ live នេះខ្ញុំហើយកុំភ្លេច screenshot page របស់នាងខ្ញុំដើម្បីចា